Hey សួស្តីអ្នកនរគ្នាជួបខ្ញុំបាទទៀតហើយ Dina Food Table នៅថ្ងៃនេះខ្ញុំបង្ហាញពីសកម្មភាពខ្លះៗទាក់ទងទៅនឹងការធ្វើទ្វាររបស់ខ្ញុំនេះអ្នកនរគ្នាមើលទៅជាប្រភេទឈើក្រាក់ឈើស្ងួតល្អសម្រាប់ដាក់ឲ្យអតិថិជនរបស់ខ្ញុំហើយជាប្រភេទឈើសក្រមអ្នកនរគ្នាឈើខាងខ្ញុំធានាថាស្ងួតព្រោះជាប្រភេទឈើដុំឈើក្រាក់អ្នកនរគ្នានេះជាដំណាក់កាលនៃការដំឡើងប៉ាណូតកតងទៅនឹងការដំឡើងប៉ាណូរបស់ខាងជើងជាងខ្ញុំតកតងទៅនឹងការដំឡើងគឺយើងធ្វើតាមដំណាក់កាលមួយទម្រាំតាមបានប៉ាណូមួយហ្នឹងជាអ្នកនរគ្នានេះជាប្រភេទប៉ាណូដែលមានជ្រីកក្បាច់ចេញមកខាងមុខនេះគឺសម្រាប់ដាក់ឲ្យភ្ញៀវនៅខាងបាវិតភ្ញៀវ VIP តែម្ដងហើយចំពោះតសនេះយើងធ្វើវាផុសស្អាតមែនតើអ្នកនរគ្នាប្រភេទតសដប់ហើយជាអ្នកនរគ្នានេះជាប្រភេទឈើដែលយើងទុកចោលរយៈពេលយូរឆ្នាំហើយជាប្រភេទឈើក្រាក់អញ្ចឹងសម្រាប់បងប្អូនដែលមានបំណងចង់ដំឡើងគ្រឿងសង្ហារឹមពិសេសតាក់ទងទៅនឹងទ្វារទូតាំងប្រកាន់ដៃឈ្នួលចដៅអីខាងខ្ញុំមានទទួលដំឡើងតែមួយចប់តែម្ដងតម្លៃទុនធូនោះទេហើយអ្នកទាំងអស់គ្នាអាចតំណតំណងមកតាមរយៈ Telegram បានដែលភ្ជាប់ជាមួយនឹង095អាចសាកសួរព័ត៌មានឬក៏ចង់បានមើលម៉ូដបន្ថែមតាក់ទងទៅនឹងម៉ូដទ្វារនីមួយពីព្រោះថាម៉ូដទ្វារសម័យឥឡូវវាមានច្រើនអាស្រ័យទៅលើអ្នកម្ចាស់ផ្ទះគាត់ចង់បានហើយយើងយកទៅឆ្នៃបន្ថែមទៀតដើម្បីកុំឲ្យជាន់ម៉ូដគ្នាអញ្ចឹងតម្លៃទ្វារសក្រមអីគឺតម្លៃវាធូរទុននោះទេដោយសារតែខ្ញុំមានស្តុកឈើទុកពីមុនមកអញ្ចឹងខ្ញុំអាចដាក់តម្លៃទុនទូល្មមទេហើយខាងយើងខ្ញុំក៏មានជាលក្ខណៈបង្រៀនតាក់ទងទៅនឹងការបង្រៀនធ្វើថ្នាំផងដែរបង្រៀនតាក់ទងទៅនឹងការលាយថ្នាំសម្រាប់បងប្អូនដែលមានបំណងចង់រៀនជួសជុលឲ្យបានខ្លួនឯងហើយអត់ចង់ចំណាយទៅលើជាងចង់រៀនជួសជុលឲ្យបានចាស់ដល់ខ្លួនឯងខាងខ្ញុំមានបង្រៀនផងដែរតម្លៃត្រឹមតែ$10នោះទេហើយខាងខ្ញុំមានតាក់ទងទៅនឹងការបង្រៀនគឺមានទាំងវីដេអូនិងតាក់ទងទៅនឹងរូបមន្តមានទាំងសំណេរអ្នកនរគ្នាអាចធ្វើទៅតាមរូបមន្តនឹងមួយទៅឬអាចឬក៏អាចអ្នកទាំងអស់គ្នាអាចចង់យកថ្នាំទៅរៀនជួសជុលខ្លួនឯងខាងខ្ញុំក៏មានលក់ថ្នាំផងដែរព្រោះថ្នាំដែលខ្ញុំកំពុងតែប្រើប្រាស់សពថ្ងៃហ្នឹងអ្នកទាំងអស់គ្នាក៏អាចទិញថ្នាំពីខាងខ្ញុំក៏មានប្រាប់តាក់ទងទៅនឹងរូបមន្តប្រើប្រាស់ផងដែរហើយចំពោះសិលឹកទ្វារគឺខ្ញុំធានាជូនទៅលើភ្ញៀវតែម្ដងខាងខ្ញុំបានប្រាប់ច្បាស់តាក់ទងទៅនឹងការធានាជូនគឺប្រភេទថាឈើសក្រមគឺថាសក្រម 100% អត់មានបន្លំខ្លែងបន្លំអីទេបើសិនជាក្នុងករណីដែលអ្នកនរគ្នារកឃើញថាជាប្រភេទឈើខ្លែងបន្លំខាងខ្ញុំធានា1សង10តែម្ដងតាក់ទងទៅនឹងប្រភេទឈើនេះមកដល់ទីតាំងតម្លើងគឺនៅខាងបាវិតអ្នកនរគ្នាហើយអរគុណបងប្រុសមែនដែរដែលគាត់ទុកចិត្តគាត់ឲ្យបានមកមើលដល់ទីតាំងនៅខាងភ្នំពេញផ្ទាល់ទេតែដោយសារទុកចិត្តគឺគាត់បាញ់លុយកក់ភ្លាមតែម្ដងគ្រាន់តែប្រាប់ຂະຫນាតហើយនឹងប្រាប់ម៉ូដដែលគាត់ស្រឡាញ់ទៅគឺខាងខ្ញុំរៀបចំជូនតែម្ដងប៉ុន្តែមានការយឺតយ៉ាវបន្តិចដោយសារតែខ្ញុំជាប់រវល់ច្រើនទម្រាំយកបានទៅដាក់តម្លើងឲ្យខាងបងប្រុសនៅខាងបាវិតនេះចេញរូបរាងឲ្យអ្នកនរគ្នាមើលទៅហើយម៉ូដនេះតម្លៃវាទុនធូទេអ្នកនរគ្នាតម្លៃវាត្រឹមតែ21អីទេអានេះអាស្រ័យទៅតាមម៉ូដហើយជាប្រភេទឈើសក្រមបើប្រភេទឈើផ្ចឹកវាធូរជាងនឹងទេអ្នកនរគ្នាឈើផ្ចឹកអីត្រឹមតែ19អីទេខាងខ្ញុំអាចទទួលធ្វើបានហើយចំពោះស្លឹកវាគឺមុខ1ម៉ែត្រកម្ពស់វា2ម៉ែត្រ20ហើយបើវាកម្ពស់2ម៉ែត្រកន្លះអីអាហ្នឹងតម្លៃវាលើសហ្នឹងអ្នកនរគ្នាហើយជាប្រភេទឈើសក្រមតាមពិតម្ចាស់ផ្ទះគាត់កំងឈើផ្ចឹកទេប៉ុន្តែឈើ
ឈើស្លឹកទ្វារចឹករបស់ខ្ញុំវាអត់សូវល្អអញ្ចឹងខ្ញុំក៏បដូរដាក់សក្រមឲ្យគាត់ទៅហើយក៏ខ្ញុំគិតតម្លៃផ្ចឹកទេខ្ញុំអត់បានគិតតម្លៃសក្រមទេសម្រាប់ដាក់ឲ្យភ្ញៀវ VIP គាត់ស្រួលជាមួយខ្ញុំដែរអញ្ចឹងអរគុណចំពោះការតាមដាននៅវីដេអូនេះហើយសម្រាប់បងប្អូនដែលមានបំណងចង់ទិញថ្នាំយកទៅប្រើប្រាស់តម្លៃវាដូចតាតម្លៃទូទៅអញ្ចឹងដែរថ្នាំពួកខ្ញុំបានកាត់ស្តុបថ្នាំយកមកទុកសម្រាប់ឲ្យបងប្អូនដែលគាត់ចង់រៀនជួសជុលឲ្យបានខ្លួនឯងអញ្ចឹងណាកុំឲ្យខ្វះមុខខ្វះក្រោយអរគុណចំពោះការតាមដាននៅវីដេអូនេះបាយបាយ